បាទអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel YouTube របស់ខ្ញុំបាទសុភ័ក្រងួន Official ហើយថ្ងៃនេះដែរបងប្អូនមើលតែក្បាលទៀតទៅដឹងហើយខ្ញុំចង់លើកបង្ហាញពីអីថ្ងៃនេះខ្ញុំចង់បង្ហាញពីតំបន់ទេសភាពមួយតំបន់ធម្មជាតិមើលទៅស្រស់ស្អាតខ្លាំងណាស់តំបន់មួយផ្នែកនៃខេត្តកំពតហើយកន្លែងនេះដែរគេហៅថាកំពូលពេជ្រដែលអ្នកស្រុកអ្នកភូមិនៅជិតៗនេះគេហៅថាលងភ្ញៀវណាហើយនេះគឺជាការធ្វើដំណើររបស់ខ្ញុំចូលទៅខាងក្នុងហើយកន្លែងនេះវាមិនឆ្ងាយពីរាជធានីភ្នំពេញប្រហែលទេបើគិតទៅប្រហែលជាល្បាក់ខ្ទង់ពីភ្នំពេញមកដល់នេះល្បាក់ខ្ទង់ប្រហែលជា90គីឡូទេអញ្ចឹងបើបងប្អូនយើងដែលមកលេងខេត្តកំពតបងប្អូនអាចមុននឹងទៅដល់ខេត្តកំពតយើងអាចឈៀងចូលកន្លែងហ្នឹងសិនក៏បានដែរព្រោះទីតាំងវាមិនពិបាកអីរកទេខ្ញុំជឿថាពុកម៉ែបងប្អូនមកនេះអត់មានខកអំណងទេព្រោះតំបន់នេះស្រស់ស្អាតមែនតើនិយាយទៅធម្មជាតិស្រស់ស្អាតម្ល៉េះបើអ្នកគាត់ចូលចិត្តថតរូបផងអីខ្ញុំជឿថាត្រូវបណ្ដោយមានតាំងពីទឹកធ្លាក់មានតាំងពីផ្កាភ្នំនិយាយទៅគឺស្រស់ស្អាតបែបធម្មជាតិតែម្ដងបើបងប្អូនយើងចេញពីរាជធានីភ្នំពេញមកយើងជិះផ្លូវជាតិលេខ3យើងជិះរហូតមកដល់ត្រង់ស្តុបផ្សារអង្គរសោមអញ្ចឹងបងប្អូនបត់ទៅស្ដាំមកដល់កន្លែងស្តុបផ្សារអង្គរសោមណាបងប្អូនបត់ទៅស្ដាំទៅត្រង់រហូតទៅដល់ផ្លូវ41អញ្ចឹងទៅដល់ផ្លូវ41បងប្អូនមិនបាច់បត់ទៅណាទៀតទេបងប្អូនជិះមកត្រង់រហូតទៀតទៅជិះត្រង់រហូតផុតផ្លូវកស៊ូដល់ផ្លូវដីគ្រោះក្រហមអញ្ចឹងបងប្អូនជិះផ្លូវដីគ្រោះក្រហមហ្នឹងប្រហែលជា7គីឡូទៀតទៅបងប្អូនមើលខាងឆ្វេងដៃទៅគេដាក់រមណីយដ្ឋានកំពូលពេជ្រអញ្ចឹងណាអញ្ចឹងបើបងប្អូនយើងចង់មកលេងអាចសន្តាប់ហើយជិះតាមនឹងទៅហើយឬក៏បងប្អូនវាយ Google ទៅក៏ឃើញដែរដូចគ្នាអញ្ចឹងបើបងប្អូនយើងអ្នកដែលគាត់ចូលចិត្តថតរូបថតអីហ្នឹងបងប្អូនអាចមកទីនឹងបានអត់ខំម្ដងទេខ្ញុំជឿថាអត់ខំម្ដងទេព្រោះដោយសារកន្លែងនេះមានធម្មជាតិស្រស់ស្អាតច្រើនណាហើយស្ថានភាពក៏មិនក្តៅណាស់ណាឬក៏មិនត្រជាក់ណាស់ណាដែរវានិយាយទៅវាសមស្របដែរមានខ្យល់បក់រវិចទឹកហូរធ្លាក់ទៅលើភ្នំឬសំឡេងឈូមើលទៅមានក្តីសុខមែនទែនវា refresh និយាយទៅគាត់ណាបងប្អូនមើលក្បាលទីបដែលខ្ញុំដាក់នៅក្បាលវីដេអូហ្នឹងក៏មើលទៅស្រស់ថ្លាបណ្ដោយគាត់ណាបងប្អូនឃើញផ្កាហ្នឹងក៏មានអារម្មណ៍ថារីករាយដែរព្រោះមើលទៅផ្កាវាស្រស់ស្អាតណាអញ្ចឹងបើបងប្អូនយើងមកកំពតហើយក៏មកខាតអញ្ចឹងយើងឈៀងចូលតំបន់ទេសចរបែបធម្មជាតិទៅយើងនឹងមានអារម្មណ៍ស្រស់ថ្លាព្រោះវាអត់មានឆ្ងាយអីបានទេយើងអាចឈៀងចូលហ្នឹងហើយដល់ពេលយើងចេញមកវិញយើងជិះតាមផ្លូវ41ទៅឡើងទៅដល់កំពតដូចគ្នាទីរួមខេត្តកំពតដូចគ្នាអញ្ចឹងយើងអាចចំណេញបានលេងកន្លែងច្រើនណាហើយបងប្អូនមើលទៅទស្សនាមើលទៅនិយាយទៅឃើញតែជើងភ្នំឃើញផ្កាឃើញអីហ្នឹងក៏មានអារម្មណ៍ថាស្រស់ថ្លាណាហើយចំពោះបងប្អូនយើងនេះបោះតង់អីក៏អាចមកបោះតង់ហ្នឹងក៏បានដែរនៅខាងក្នុងនេះគេមានទាំងផ្ទះលំហែមានទាំងពីកន្លែងដែលយើងបោះតង់និយាយទៅគេមានច្រើនជម្រើសឲ្យយើងចង់ជាលក្ខណៈបោះតង់ក៏បានជាផ្ទះលំហែក៏បាននៅខាងក្នុងនេះគឺមានបើបងប្អូនបានមកផ្ទាល់ខ្ញុំជឿថាបងប្អូនពិតជាមានអារម្មណ៍ថាស្រស់ថ្លាសប្បាយរីករាយជាមួយនឹងបរិយាកាសដែលលាយឡំជាមួយទឹកធ្លាក់សំឡេងសត្វស្រែកក្លិនផ្កាពីដោនិយាយទៅគ្រប់សពបែបយ៉ាងគឺមើលទៅស្រស់ថ្លាស្រស់បំព្រងតែម្ដងហើយកន្លែងដែលផ្កានេះគឺជាផ្នែកមួយនៃតំបន់កំពូលពេជ្រហ្នឹងឯណាអញ្ចឹងនៅមានកន្លែងស្អាតច្រើនទៀតហើយនេះគឺជាផ្នែកមួយនៅក្នុងតំបន់ហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញទាំងអស់ពីទស្សនវិជ្ជានៅខាងក្នុងហ្នឹងណាកន្លែងទឹកធ្លាក់ខ្ញុំមកបានទៅព្រោះដោយសារយើងពីភ្លៀងអញ្ចឹងវាពិបាកចុះទៅហើយបងប្អូនយើងថ្ងៃសៅរ៍ថ្ងៃអាទិត្យអីហ្នឹងអាចមកជុំគ្រួសារបានយើងដាក់តុដាក់កៅអីយកម្ហូបអាហារមកគេមានតាំងពីកញ្ចុះអង្គុយលេងលើទឹកក៏មានយើងអង្គុយលក្ខណៈគេហៅថា trip ក៏មានសាច់ទៅលើយើងណាយើងចង់បានបែបម៉េចយើងជ្រើសរើសយកបែបនោះទៅព្រោះគេមានច្រើនជម្រើសនៅខាងក្នុងហ្នឹងហើយនេះសិតផ្កាស្អាតហ្នឹងខ្ញុំក៏មិនស្គាល់ថាផ្កាអីដែរអញ្ចឹងបើបងប្អូនយើងស្គាល់អាច comment នៅខាងក្នុងវីដេអូហ្នឹងបានជួយប្រាប់គ្នាយើងហ៎ប្រាប់ខ្ញុំផងព្រោះខ្ញុំក៏អត់ស្គាល់ដែរ
บ่និយាយផ្កានៅទីនេះមានច្រើនមិនដឹងថាផ្កាអីខ្លះទេមានច្រើនប្រភេទដែរផ្កានៅនេះខ្ញុំមកអត់ស្គាល់ផ្កាយកាយទេគាត់ថាឃើញទេសភាពស្អាតអញ្ចឹងទៅក៏ខ្ញុំថតជាវីដេអូដើម្បីធ្វើជាការចែកម្លែកដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាឲ្យមានអារម្មណ៍ថាស្រស់ថ្លានៅពេលដែលឃើញវីដេអូហ្នឹងអញ្ចឹងណាតែបងប្អូនមើលតែភ្នំនោះឃើញនោះគាត់និយាយទឹកជាផ្នែកមួយនៃទឹកធ្លាក់មកឯណាទឹកធ្លាក់មកពីភ្នំមកតាមចលងដងអូនៃភ្នំហើយហូរបើបានតែចិត្តដឹងតែស្អាតបណ្ដោយហើយទឹកធ្លាក់មួយទៀតគឺទឹកធ្លាក់ពីលើភ្នំមករំតែម្ដងគាត់ថាខ្ញុំអត់បានទៅថតទេវាពិបាកចុះទៅអញ្ចឹងណាវាតែភ្លៀងហើយអញ្ចឹងយើងខ្លាចល្អខ្លាចអីអញ្ចឹងណាហើយខ្ញុំជឿថាកន្លែងនេះនិយាយទៅពិតជាស័ក្តិសមសម្រាប់បងឬក៏បងប្អូនយើងដែលគាត់ចូលចិត្តបោះតង់គឺត្រូវតែម្ដងកន្លែងនេះគឺអាចមកបោះតង់បានហើយសម្បត្តិចូលមកក្នុងហ្នឹងតាមយើងជិះម៉ូតូឬក៏ជិះឡានអញ្ចឹងណាតែបើងិចមិញខ្ញុំមកគ្នា 4-5 នាក់មួយឡានហ្នឹងគេយក 15,000 អញ្ចឹងវាប៉ុណ្ណឹងវាអត់ថ្លៃទេព្រោះខាងក្នុងហ្នឹងវាមិនឲ្យយើងខកបំណងទេព្រោះដោយសារមានទេសភាពមានអីគួរជាទីគប់ចិត្តដែរម្ដងខាងក្នុងហ្នឹងគាត់មានតាំងពីសួនផ្កាគាត់មានតាំងពីអីច្រើនណាមិនមកទស្សនាខាងក្នុងហ្នឹងមានតែភ្នំដងភ្នំជើងភ្នំចលងដងអូអីទេអត់ទេគាត់តុបតែងមានតាំងពីសួនមានតាំងអីស្អាតណាស់ខាងក្នុងនេះខ្ញុំជឿថាបងប្អូនមកទស្សនានេះគឺមិនខកបំណងទេអញ្ចឹងបងប្អូនបើឈៀងមកខេត្តកំពតហើយឈៀងចូលបន្តិចទៅព្រោះវាអត់មានអីឆ្ងាយអាហ្នឹងយើងឈៀងចូលហើយយើងហួសទៅផ្លូវ41ទៅដល់ទីរួមខេត្តកំពតដូចគ្នាអញ្ចឹងយើងចំណេញណាយើងបានមើល 2-3 កន្លែងណាហើយយើងចំណាយពេលតិចទៀតព្រោះដោយសារវាផ្លូវតែមួយអញ្ចឹងណាអញ្ចឹងខ្ញុំអត់មានអីជាពាក្យពេចន៍អីនិយាយទៀតទេអញ្ចឹងបងប្អូនអាចទស្សនាវីដេអូដោយសេចក្តីរីករាយបន្តទៀតទៅហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូដែលខ្ញុំបានចុះថតចុះយកផ្ទាំងទស្សនីយភាពជូនពុកម៉ែបងប្អូនហ្នឹងសូមពុកម៉ែបងប្អូនជួយចុច like និង subscribe ឬក៏ comment ពាក្យល្អៗដើម្បីជាការលើកទឹកចិត្តខ្ញុំដើម្បីស្វែងរកទីកន្លែងណាដែលស្អាតចែកជូនពុកម៉ែបងប្អូនទស្សនាជាបន្តទៀតអញ្ចឹងណាអញ្ចឹងសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អរកស៊ីទទួលទានមានបានរីកចម្រើនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងសូមអរគុណសូមជម្រាបលា